កាលពីមុនមានលោកពូវ័យចំណាស់ម្នាក់គាត់បានរៀនមន្តអាគមបន្តិចបន្តួចដើម្បីទៅការពារខ្លួនព្រោះគាត់ចូលចិត្តដើរចូលទៅក្នុងព្រៃខ្លាំងណាស់ដើម្បីរកចាត់សព្រៃយកទៅលក់នៅឯផ្សារថ្ងៃមួយគាត់ក៏បានដើរចូលទៅក្នុងព្រៃជ្រៅគាត់ក៏បានឃើញសត្វព្រៃជាច្រើនព្រោះថាព្រៃនេះពុំសូវមានអ្នកណាបានដើរចូលមកដល់នោះទេពេលបានឃើញដូច្នោះហើយពូស្នាក៏គិតក្នុងចិត្តថាចុះអញថ្ងៃនេះអីក៏សំណាងខ្លាំងម្ល៉េះបានចូលមកដល់ក្នុងព្រៃនេះដែលមានវងសត្វព្រៃជាច្រើនសម្រាប់ឲ្យអញធ្វើការបរបាញ់វាថ្ងៃនេះអញនឹងបរបាញ់សត្វក្នុងព្រៃនេះឲ្យណានៃម្ដងគាត់ក៏ដូចជារៀងបាញ់សត្វយូរដែរហើយសត្វដែលគាត់បាញ់បានដូចជារៀងច្រើនដែរពេលឃើញដូច្នោះគាត់ក៏ប្រញាប់រៀបចំអីវ៉ាន់ហើយនឹងសត្វដែលគាត់បាញ់បានប្រញាប់រៀបចំយកទៅស្រុកភូមិវិញព្រោះមេឃដូចជារឿងល្ងាចដែរហើយពេលដែលគាត់ត្រឡប់ចូលមកក្នុងស្រុកភូមិវិញគាត់ក៏បានជួបនឹងអ្នកបរបាញ់សត្វម្នាក់គេក៏បានសួរទៅគាត់ថាណែលោកបងចុះលោកបងទៅបរបាញ់នៅក្នុងព្រៃមួយណាអីក៏បានសត្វព្រៃច្រើនដូចដល់ថ្នាក់នេះខ្ញុំដើរបរបាញ់សត្វព្រៃនៅម្ដុំនេះតាំងពីព្រឹកដល់ល្ងាចហើយលោកបងតែពុំមានបានសត្វព្រៃមួយក្បាលសោះលោកបងអាចប្រាប់ខ្ញុំផងបានទេថាតើលោកបងទៅបាញ់សត្វនៅព្រៃម្ដុំណាអីក៏បានសត្វព្រៃច្រើនដល់ថ្នាក់នេះមិនលាក់បាំងទេលោកបងខ្ញុំបានដើរចូលទៅក្នុងព្រៃខាងមុខនេះព្រោះថានៅក្នុងព្រៃនោះមានដើមឈើធំៗជាច្រើនព្រោះថាពិភពសត្វព្រៃវាចូលចិត្តរស់នៅក្នុងព្រៃធំពពួកសត្វព្រៃដែលវារស់នៅទីនោះគឺវាច្រើនខ្លាំងណាស់លោកបងថ្ងៃនេះខ្ញុំបានបាញ់ឡើងចុកដៃទៅហើយពេលបានឮដូច្នោះហើយអ្នកបរបាញ់សត្វម្នាក់នោះក៏បានសួរទៅពូស្នាដូចនេះថាតើលោកបងមិនដែលដឹងទេឬថាព្រៃខាងមុខនេះវាមានព្រាយខ្លាមួយក្បាលដ៏កាចសាហាវវាចូលចិត្តចេញមកលងបន្លាចធ្វើឲ្យអ្នកបរបាញ់សត្វព្រៃនៅទីនោះមានការភ័យខ្លាចយ៉ាងខ្លាំងតើលោកបងមិនខ្លាចព្រាយខ្លានោះទេឬខ្ញុំមិនហ៊ានចូលទៅបរបាញ់នៅក្នុងព្រៃនោះទេលោកបងពេលបានឮដូច្នោះហើយពូស្នាក៏បាននិយាយលេងសើចទៅអ្នកបរបាញ់ម្នាក់នោះថាខ្ញុំមិនខ្លាចទេលោកបងអើយព្រោះខ្ញុំក៏មានមន្តអាគមបន្តិចបន្តួចសម្រាប់ទៅការពារខ្លួនខ្ញុំនោះដែរពេលបាននិយាយចប់ហើយពូស្នាក៏បានលាបុរសអ្នកបរបាញ់ម្នាក់នោះព្រោះស្អែកគាត់ត្រូវចេញដើរបរបាញ់នៅបន្តទៀតលុះមកដល់ព្រឹកឡើងគាត់ក៏ប្រញាប់រៀបចំខ្លួនចូលទៅក្នុងព្រៃនោះដើម្បីបរបាញ់សត្វព្រៃបន្តទៀតតែប្លែកអីថ្ងៃនេះពុំសូវមានសត្វព្រៃច្រើនដូចពីម្សិលមិញសោះគាត់ក៏បានដើរចូលជ្រៅទៅមុខបន្តិចទៀតព្រោះគាត់គិតថាដើរទៅបន្តិចទៀតប្រហែលជាមានច្រើនដូចពីម្សិលមិញហើយដើរចូលជ្រៅទៅតែថ្ងៃនេះពុំសូវបានសត្វព្រៃច្រើនដូចពីម្សិលមិញសោះគាត់ក៏បានអង្គុយសម្រាកបន្តិចដើម្បីយកកម្លាំងដើរចូលទៅក្នុងស្រុកភូមិវិញពេលបានសម្រាកឆ្អែតហើយគាត់ក៏ប្រញាប់រៀបចំអីវ៉ាន់របស់គាត់ដើរចូលមកក្នុងស្រុកភូមិដូចសពដងតែម្ដងនេះខុសប្លែកពីរាល់ដងគាត់ក៏បានឮសំឡេងឆ្កែលូទាំងដែលមេឃមិនទាន់ងងឹតគាត់ក៏បានគិតក្នុងចិត្តថា
យីនៅក្នុងព្រៃជ្រៅយ៉ាងនេះតើមានសត្វឆ្កែឯណាមកលូនៅក្នុងព្រៃនេះទៅភ្លាមនោះអាកាសធាតុដែលនៅក្នុងព្រៃក៏ស្រាប់តែត្រជាក់ទៅខុសប្លែកពីធម្មតាភ្លាមនោះដែរគាត់ក៏បានឮសំឡេងជើងសត្វដើរនៅពីក្រោយខ្នងគាត់ដ៏ធំមួយតែពេលគាត់ក្រឡេកមើលទៅខាងក្រោយគាត់នោះពុំបានឃើញអ្វីសោះមានតែព្រៃដ៏ស្ងាត់ជ្រងំគាត់ក៏បានគិតក្នុងចិត្តថាអញប្រហែលបានជួបអាព្រៃខ្លានោះដែលគេនិយាយតគ្នាឲ្យមើលទៅភ្លាមនោះគាត់ក៏បាននិយាយឡើងថាបើសិនជាអ្នកខ្លាំងមែនដូចគេនិយាយតគ្នាមែននោះអ្នកឆាប់បង្ហាញខ្លួនឲ្យខ្ញុំបានឃើញបន្តិចទៅមើលភ្លាមនោះដែរគាត់ក៏បានឃើញខ្លានោះវាមានមាឌធំខ្លាំងណាស់វាកំពុងតែដើរចូលមករកគាត់បន្តិចម្ដងភ្លាមនោះដែរគាត់ក៏បានទម្លាក់សត្វព្រៃចុះសិនហើយគាត់ក៏បានលើកកំភ្លើងឡើងដើម្បីតម្រង់ទៅសត្វខ្លាមួយនោះភ្លាមនោះគាត់ក៏បានកាត់ចែកកំភ្លើងដើម្បីបាញ់ទៅសត្វខ្លានោះអស់ជាច្រើនគ្រាប់ផងដែរតែគួរឲ្យស្ដាយខ្លាមួយនោះវាក៏មានមន្តអាគមនៅក្នុងខ្លួននោះដែរគាត់បាញ់អស់ជាច្រើនគ្រាប់ហើយតែមិនអាចធ្វើអ្វីខ្លានោះបានទេភ្លាមនោះដែរសត្វខ្លាដ៏ធំមួយក្បាលនេះវាក៏បានស្រែកសម្លេងរបស់វាឡើងខ្ទរពេញព្រៃដើម្បីបញ្ជាក់ប្រាប់ថាវាគឺជាព្រៃខ្លាមួយក្បាលដ៏ធំនៅទីនេះវាក៏បានដើរសម្ដៅចូលទៅរកពូស្នាម្ដងបន្តិចបំរុងនឹងលោតទៅខំពូស្នាដើម្បីយកពូស្នាធ្វើជាអាហារវានៅក្នុងយប់នេះពេលដែលខ្លានោះរៀបនឹងលោតទៅខំពូស្នាគាត់ក៏បានគេចផុតភ្លាមនោះដែរគាត់ក៏បានដកកំបិតដែលមានមន្តអាគមស៊ីតនៅកចង្កេះរបស់គាត់ក៏បានយកវាចេញមកដើម្បីសូត្រមន្តអាគមគាថាគាត់ក៏បានសូត្រមន្តអាគមគាថារួចរាល់ហើយភ្លាមនោះដែរខ្លានោះក៏រៀបនឹងលោតខាំគាត់ម្ដងទៀតម្ដងនេះគាត់ក៏បានកាប់ខ្លានោះត្រូវមួយកំបិតហើយពេលនោះខ្លានោះក៏ខឹងសម្បាយ៉ាងខ្លាំងវាក៏បានលោតមកខំពូស្នាម្ដងទៀតពូស្នាក៏បានកាប់ត្រូវជើងវាមួយកំបិតទៀតពេលឃើញខ្លានេះរបួសជើងមកខាងទៀតហើយពូស្នាគាត់ក៏បានគិតរកវិធីយ៉ាងណាដើម្បីសម្លាប់ខ្លានេះឲ្យបានលឿនជាទីបំផុតបើពុំដូច្នោះទេអ្នកដែលស្លាប់គឺជាគាត់នឹងហើយភ្លាមនោះដែរគាត់ក៏បានលើកដៃសំពះដើម្បីសូត្រមន្តអាគមគាថាម្ដងទៀតមុននឹងគាត់រត់ទៅលោតចាក់សម្លាប់ខ្លានោះឲ្យស្លាប់តែម្ដងពេលដែលគាត់បានចាក់ខ្លានោះសម្លាប់រួចរាល់ហើយគាត់ក៏បានហត់អស់កម្លាំងជាខ្លាំងគាត់ក៏បានសន្លប់បាត់បង់ស្មារតីនៅទីនោះទៅដោយសារតែមានអ្នកស្រុកភូមិដែលរស់នៅជិតផ្ទះរបស់គាត់បាត់គាត់យូរពេកគ្រប់គ្នាក៏បានបបួលគ្នាចូលមកក្នុងព្រៃដើម្បីតាមរកពូស្នាលុះពេលពួកអ្នកភូមិបានដើរមកដល់ទីកន្លែងនេះគេក៏បានប្រទះឃើញសាកសពព្រៃខ្លានោះហើយនឹងពូស្នាដែលសន្លប់នៅក្បែរសាកសពព្រៃខ្លានោះពួកគេក៏ប្រញាប់យកពូស្នាត្រឡប់ទៅក្នុងស្រុកភូមិទៅរឿងរ៉ាវរបស់ព្រាយខ្លាព្រៃនេះក៏បានរលាយសាបសូន្យទៅពុំមានអ្នកបរបាញ់រូបណាដែលបានឃើញព្រាយខ្លានេះទៀតនោះឡើយ